đây có conទាំងអស់គ្នាបងនៅថ្ងៃនេះបងជួបអ្នកគ្រូនៅវីដេអូបង្រៀនតាមវីដេអូមួយទៀតហើយណាសម្រាប់បងថាភាសាខ្មែរថ្នាក់ទី8ណាហើយគម្រោងតែគម្រោងដែលបងឃើញនៅលើអាគារថ្ងៃនេះគឺគម្រោងសំណេររបាយការណ៍សម្ភារអញ្ចឹងយើងធ្លាប់សិក្សាមកហើយដែលអ្នកគ្រូចង់រំលឹកបងនឹងមានកិច្ចការឲ្យបងធ្វើនៅផ្ទះខ្លះថ្ងៃនេះណាចេញតាមទាំងអស់គ្នាចាអញ្ចឹងហើយគម្រោងសំណេររបាយការណ៍សម្ភារនេះគឺជាឲ្យព្រោះអីតែអនាគតទៅយើងមិនដឹងណាថាបើអ្នកគ្រូដឹងហើយអ្នកគ្រូអនាគតគ្រូរៀនរហូតហ្នឹងឯងប៉ុន្តែបងអូនអាចនឹងខ្លាយទៅជាប្រធានអ្វីមួយអញ្ចឹងបងអូនត្រូវតែចេះសរសេររបាយការណ៍ណាត្រូវតែចេះសរសេររបាយការណ៍ក្រោយពីធ្វើការសម្ភារអ្នកដតេសុភាពបុគ្គលិកបងអូនអាចខ្លាយជាប្រធានក្រុមហ៊ុនមួយអាចសុភាពបុគ្គលិករបស់បងអូនមកធ្វើការអញ្ចឹងក្រោយពីសម្ភារហើយត្រូវចេះសរសេររបាយការណ៍ណាអញ្ចឹងនេះគឺជាគម្រោងនៃការសរសេររបាយការណ៍អញ្ចឹងគម្រោងនៃការសំណេរសរសេររបាយការណ៍នេះក៏ដូចជាសំណេរទូទៅដែរហើយគម្រោងសរសេររបាយការណ៍នេះគឺជាប្រធានមួយរបៀបពន្យល់រៀបរាប់ដូចគ្នាដែរណាហើយមាន3ដំណាក់កាលដូចគ្នាអញ្ចឹងដំណាក់កាលទី1គឺសេចក្តីផ្ដើមអញ្ចឹងឥឡូវយើងមើលផ្ដើមរបាយការណ៍តើត្រូវសរសេរពីអ្វីផ្ដើមរបាយការណ៍ទី1គឺបងត្រូវតាមបញ្ជាក់ពីពេលវេលាពីកន្លែងដែលខ្លួនត្រូវធ្វើការសម្ភារអញ្ចឹងត្រូវបញ្ជាក់ពីពេលវេលាមិនថាការសក្តាមុនឬក៏ថ្ងៃមុនថ្ងៃទីប្រមាណខែប្រមាណអីទៅបានទៅធ្វើការសម្ភារលោកអ៊ំណាឈ្មោះអីទៅណាចាអញ្ចឹងយើងដល់ទី2បង្ហាញពីប្រធានបទនិងគោលបំណងក្នុងការធ្វើសកម្មសម្ភារអញ្ចឹងអូនទៅសម្ភារគេបងត្រូវតែយល់ខ្លួនឯងឲ្យច្បាស់ថាតើបងអូនទៅចង់ដឹងគាត់អំពីព័ត៌មានអ្វីគោលដៅត្រូវទៅសម្ភារគឺអ្វីណាអញ្ចឹងត្រូវនិយាយឲ្យចំពីគោលដៅដែលយើងត្រូវធ្វើការសម្ភារមិនមែនទៅសួរជាតវល់វាអត់តគោលដៅទេអញ្ចឹងយើងមានគម្រោងជាស្រេចថាតើគោលដៅយើងទៅសម្ភារគាត់ចង់សួរគាត់អំពីអ្វីអញ្ចឹងយើងត្រូវឲ្យស្គាល់ច្បាស់អំពីគោលដៅប្រធានបទដែលយើងចង់ទៅណាហើយចំណុច3នោះគឺប្រាប់ឈ្មោះតួនាទីរបស់បុគ្គលដែលត្រូវធ្វើការសម្ភារអញ្ចឹងប្រាប់យើងខ្លួនយើងប្រាប់គាត់ផងថាយើងមានតួនាទីជាស្អីតែត្រូវទៅសម្ភារគាត់ដើម្បីឲ្យគាត់ហ្នឹងចាប់អារម្មណ៍មកយើងណាបើយើងជំរឿនធម្មតាទៅនិយាយសួរគាត់ហ្នឹងតែការសួរនាំធម្មតាតែលក្ខណៈមួយថាជាការងារឬមុខបអីបច្ចុប្បន្នមួយយើងត្រូវណែនាំខ្លួនយើងហ្នឹងប្រាប់គាត់ឲ្យច្បាស់ថាយើងមកពីណាមានតួនាទីជាស្អីហើយមកសម្ភារគាត់ពីបញ្ហាអីណាចានេះគឺប្រាប់ឈ្មោះតួនាទីរបស់បុគ្គលដែលត្រូវប្រកាសសម្ភារចាឥឡូវបន្តចូលចំណុចទី2ចាចូលចំណុចទី2ហើយខាងនេះគឺដូចជាដើមសេចក្តីនៃរបាយការណ៍ណាដើមសេចក្តីនៃរបាយការណ៍ទី2នេះចូលជាតួសេចក្តីចាអញ្ចឹងបានន័យថាខ្លឹមសាររបាយការណ៍ខ្លឹមសាររបាយការណ៍សម្ភារនៅក្នុងខ្លឹមសាររបាយការណ៍សម្ភារនេះក៏មានច្រើនដំណាក់កាលរបស់វាដែរណាអញ្ចឹងបងមើលទាំងអស់គ្នាតើបង្ហាញពីអ្វីទៀតបន្តទៀតបង្ហាញពីឈ្មោះអាយុស្រុកកំណើតចាបង្ហាញពីឈ្មោះអញ្ចឹងយើងបង្ហាញគាត់សួរគាត់ថាគាត់ឈ្មោះអីហើយគាត់មានស្រុកកំណើតនៅភូមិហ្នឹងពីភូមិអីអញ្ចឹងទៅណាយើងសួរគាត់តាមហ្នឹងយើងត្រូវហើយពេលយើងផ្សេងត្រូវរៀបរាប់តាមហ្នឹងលោកអ៊ំមានឈ្មោះដូចជាឈ្មោះសៅអីចឹងទៅគាត់មានអាយុ30ឆ្នាំមានស្រុកកំណើតនៅភូមិទូរិហាឬក៏ភូមិចេញគុលអីចឹងទៅភូមិជ្រប់អីចឹងបន្តទាំងអស់ណាពីការទូនាទីហើយជនជាតិទូនាទីមុខរបរជនជាតិអញ្ចឹងគឺជនជាតិទៅត្រូវបង្ហាញដែរក៏ខ្លួនគាត់ជនជាតិបរទេសអីចឹងណាយើងស្គាល់គាត់ប៉ុន្តែមុននេះទៅដឹងហើយជនជាតិខ្មែរហើយមានទូនាទីមុខរបរតើលោកអ៊ំគាត់មានទូនាទីអីជាប្រធានសហគមន៍ឬក៏ជាគ្រូបង្រៀនឬក៏ជានាយកសាលាគ្រប់គ្រងនៅកន្លែងណាមួយចានេះគឺត្រូវដឹងគឺគាត់ណាហើយស្ថានភាពគ្រួសាររបស់គាត់ស្ថានភាពគ្រួសារកូនមានដូចជាភេទអាយុការងារស្ថានភាពកូនអញ្ចឹងគាត់មានកូនក្នុងគ្រួសាររបស់គាត់មានកូនប្រមាណនាក់ត្រូវរៀបរាប់តាមលំដាប់ហ្នឹងណាមានកូនប្រុសប្រមាណនាក់កូនស្រីប្រមាណនាក់មានអាយុប្រមាណហើយរៀននៅណានៅខ្លះទៅយើងរៀបរាប់ដើម្បីឲ្យរបាយការណ៍របស់យើងហ្នឹងកាន់តែក្បោះបោះក្បាយអំពីជីវប្រវត្តិរបស់គាត់ហ្នឹងចាឥឡូវនេះតចូលដល់ស្ថានភាពគ្រួសារអញ្ចឹងស្ថានភាពគ្រួសារហ្នឹងមាន3ចំណុចធំដែរដែលយើងត្រូវតែសួរគាត់ដំណាក់កាលនីមួយដែលយើងត្រូវសរសេរដំណាក់កាលនីមួយនៃការកសាងជីវភាពនៃការកសាងជីវ
នៅតែគាត់កសាងជីវភាពរបស់គាត់នឹងយ៉ាងម៉េចរស់នៅនឹងគាត់ប្រកបមុខរបរហើយដំណើរការនៃការប្រកបមុខរបរគាត់នឹងយ៉ាងម៉េចដែរចាគឺគាត់ឧទាហរណ៍មួយមើលនេះគ្រូឧទាហរណ៍ដូចជាគាត់ជាប្រធានសហគមន៍គំរូនៅក្នុងភូមិយើងមួយណាអញ្ចឹងគាត់ជាប្រធានសហគមន៍គាត់មានតួនាទីជួយមើលការខុសត្រូវក្នុងភូមិយើងដូចជាភូមិមានសុវត្ថិភាពអីជាដើមណាចាហើយទៅចូលតួនាទីនិងស្នាដៃហើយគាត់មានតួនាទីជាស្អីចាគាត់មានតួនាទីជាស្អីហើយស្នាដៃរបស់គាត់នឹងគាត់បានបង្កើតអ្វីខ្លះដោយនៅក្នុងមេរៀនយើងឧទាហរណ៍នៅក្នុងមេរៀនយើងផ្ទាល់ដែលលោកអ៊ំសាលសម្បត្តិហ្នឹងគាត់មានតួនាទីជាប្រធានសហគមន៍គាត់បានជួយក្មេងៗពីស្ថានភាពមួយដែលក្មេងៗលួងទឹកដូចជើងបានអាននៅក្នុងមេរៀនហ្នឹងគាត់បានជួយក្មេងលួងទឹកគាត់បូជាបានន័យថាគាត់លះបង់ជីវិតរបស់គាត់ដើម្បីជួយសង្គ្រោះក្មេងនោះដោយមិនគិតពីជីវិតរបស់គាត់ទេអញ្ចឹងនេះហើយដែលជាតួនាទីនឹងស្នាដៃដែលគាត់បានធ្វើមកបន្តមកណាគឺសេរៀបរាប់បង្ហាញឲ្យអ្នកស្ដាប់ហ្នឹងស្ដាប់ទៅថាតាក់អារម្មណ៍ហើយចំណុចទី3ហ្នឹងគឺបង្ហាញពីអារម្មណ៍អ្នកដែលត្រូវសម្ភាសលើសមិទ្ធផលនិងស្នាដៃរបស់កន្លងមកចាអញ្ចឹងយើងសម្ភាសគាត់យើងត្រូវបង្ហាញពីអារម្មណ៍យើងផងថាអូយបង្ហាញយ៉ាងម៉េចអារម្មណ៍ពេញចិត្តអារម្មណ៍សរសើរនៃស្នាដៃដែលគាត់បានធ្វើគឺការលើកទឹកចិត្តគាត់ដើម្បីឲ្យគាត់ហ្នឹងមានអារម្មណ៍សប្បាយចិត្តឬក៏រំភើបជាមួយនឹងយើងដែរណាអញ្ចឹងនេះគឺចំណុចទាំងចំណុចខ្លឹមសារនៃរបាយការណ៍ហៅថាជួរសេចក្តីរបស់យើងត្រូវរៀបរាប់ភ្ជាប់ជាមួយនឹងគ្នាមកណានៃរបាយការណ៍ចាឥឡូវដល់សេចក្តីបញ្ចប់តាទី3បញ្ចប់របាយការណ៍សម្ភាសអញ្ចឹងរបាយការណ៍សម្ភាសគឺនៅពេលសេចក្តីបញ្ចប់អញ្ចឹងយើងត្រូវមានសេចក្តីបញ្ចប់ដោយសំណេរដទៃទៀតដែរអញ្ចឹងទី1សេចក្តីបញ្ចប់គឺការសន្និដ្ឋាននៃការធ្វើរបាយការណ៍អ្នកដែលត្រូវធ្វើការសម្ភាសអញ្ចឹងយើងសន្និដ្ឋានក្រោយពីយើងបានសម្ភាសគាត់កន្លងមកឃើញពីស្នាដៃរបស់គាត់យើងមានទឹកចិត្តមានអារម្មណ៍យ៉ាងម៉េចចាចំពោះគាត់ណាអញ្ចឹងទី2ចំណុចទី2នេះគេហៅថាសេចក្តីបញ្ចប់នៃរបាយការណ៍យើងសរុបមកណាការសម្ដែងអារម្មណ៍សុតិធិនិយមរបស់អ្នកដែលត្រូវសម្ភាសចឹងគេសម្ដែងមិនគាត់អារម្មណ៍សុតិធិគឺអារម្មណ៍ដែលល្អប្រសើរអញ្ចឹងរួមមកគឺអារម្មណ៍មួយខាងក្រៅពីការសម្ភាសគឺមានការរំភើបជាខ្លាំងអីចំពោះស្នាដៃដ៏អស្ចារ្យរបស់លោកអ៊ំអីអញ្ចឹងណានេះគឺសេចក្តីបញ្ចប់ខ្ញុំសូមសរសើរហើយពីទឹកចិត្តគាត់ដែលតាមកសាងនិងអភិវឌ្ឍភូមិរបស់យើងមានការរៀបចំបង្អែកនៃអញ្ចឹងទៅនេះគឺជាសម្ដែងពីអារម្មណ៍យើងសម្រាប់គាត់ដែលយើងត្រូវតែសម្ភាសគាត់ណាចាហើយថ្ងៃនេះអ្នកគ្រូមានបំណងសម្រាប់បង្ហាញបងអូនហើយបើមានចម្ងល់កន្លែងណាបងអូនអាច comment ឆាតមកសួរអ្នកគ្រូបានហើយជាចុងបញ្ចប់អ្នកគ្រូមានកិច្ចការផ្ទះមួយទៅឲ្យបងអូនធ្វើដែរណាកុំភ្លេចធ្វើវាតែផ្ទះវិញបងអូនកុំភ្លេចសរសេររបាយការណ៍សម្ភាសមួយដែលតាក់ទងពីមនុស្សនៅក្បែរខ្លួនបងអូនអ្នកណាក៏បានដែរដាក់តែនេះជាគម្រោងណានេះមិនមែនជារបាយការណ៍ទេអញ្ចឹងបងអូនអាចមើលរបាយការណ៍គម្រោងបាននៅក្នុងសៀវភៅយើងទំព័រទី25នេះគឺជាគម្រោងរបាយការណ៍គម្រោងដែលបងអូនអាចមើលបានបងសរសេរជារបាយការណ៍មួយមកណាចាអញ្ចឹងនេះគ្រូអស់ប៉ុណ្ណឹងចាជម្រាបលា